Group số đây bông bồn nó kia ngày nay cứ bật ngày tìประมาณnày nè ngày tì bật ngày tì 4 ខែ តុលា ឆ្នាំ 2025 ហើយងើបពីដេកមកខ្ញុំឃើញប្រទាលកន្ទុយក្រពើនេះដុះល្អមែនតើបងប្អូនហើយក៏ថតឲ្យបងប្អូនមើលមកវីដេអូលេងទៅឃើញថាលូតលាស់បែកមេឃធៀងសាខាច្រើនណាបងប្អូនហើយប្រទាលកន្ទុយក្រពើនេះគឺវាមានប្រយោជន៍ច្រើនដែរបងប្អូនទៅតាមតម្រូវការរបស់បងប្អូនអញ្ចឹងណាហើយខ្ញុំក៏ចិត្តតែថតឲ្យបងប្អូនមើលជាការកំសាន្តអារម្មណ៍ពុកម៉ែបងប្អូនទៅហើយអធិស្ឋានមែនតើបងប្អូនមួយរយៈហ្នឹងគឺខ្ញុំខានចេញវីដេអូយូរអាចថាបើគិតទៅខានចេញ 4-5 ថ្ងៃហើយដោយសារខ្ញុំរវល់រៀនព្រោះឥឡូវខ្ញុំនៅរៀននៅសាកលទៀតអញ្ចឹងទៅគឺអត់សូវមានពេលវេលាថតឲ្យបងប្អូនបានមើលបានតាមដានទស្សនាទេហើយឆ្លៀតនៅក្នុងឱកាសនេះក៏ចង់ប្រាប់បងប្អូនដែរថាមិនថាក្នុងតម្លៃណាក៏ដោយបងប្អូនមិនថាបងប្អូនអាយុប៉ុណ្ណាក៏ដោយបងប្អូនសូមបងប្អូនកុំបោះបង់នៅការសិក្សារៀនសូត្រព្រោះការសិក្សារៀនសូត្រហ្នឹងគឺវាសំខាន់ណាស់សម្រាប់ជីវិតរបស់យើងម្នាក់ៗអញ្ចឹងណាអញ្ចឹងបើមានឱកាសយើងគួរតែឆ្លៀតនៅក្នុងការរៀនជំនាញថ្មីរៀនអំពីបច្ចេកទេសឬក៏អីផ្សេងក៏ដែរបងប្អូនជាក់ស្ដែងដូចខ្ញុំរៀននៅសាកលអញ្ចឹងទៅគឺយើងបានរៀនអ្វីទៀតឲ្យថ្មីអញ្ចឹងសង្ឃឹមបងប្អូនកុំបោះបង់ការសិក្សាអីបងប្អូនអាចបោះបង់អ្វីចោលបានប៉ុន្តែសូមបងប្អូនកុំបោះបង់ចោលសោះនៅការសិក្សាបងប្អូនអាចរៀនភាសាចិនភាសាអង់គ្លេសរៀនកុំព្យូទ័ររៀនអីក៏ដោយគឺវាសិតតែមានតម្លៃមានប្រយោជន៍ទាំងអស់បងប្អូនអញ្ចឹងសង្ឃឹមបងប្អូនកុំបោះបង់ការសិក្សាហើយបងប្អូនត្រូវខិតខំរៀនអ្វីថ្មីបន្តទៀតដើម្បីទទួលបានចំណេះដឹងមួយក្នុងការចិញ្ចឹមនៅជីវិតរបស់យើងនៅថ្ងៃអនាគតអញ្ចឹងខ្ញុំមានតែឆ្លៀតនិយាយតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនទាំងគ្នាហើយនេះកុំឲ្យខ្ញុំនិយាយចាក់ពីប្រធានច្រើនខ្ញុំមកថតពីប្រទេសទៅទៅបងប្អូនមើលឃើញអានេះទៅតាមក្រោយទេប្រហែលជាខ្ទង់1 ខែ 2 ខែទេវាលូតលាស់បានប៉ុណ្្នឹងដែរហើយនេះបងប្អូនមើលគឺបែកមេឃឈៀងសាខាច្រើនណាស់ហើយម្ដុំនោះគឺច្រើនមែនទែនបងប្អូនហើយប្រទេសទៅទៅនេះខ្ញុំយកមកអាចយកវាមកលាបមុខបងប្អូនហើយយកមកកក់សក់ហើយខ្ញុំអាចយកវាមកធ្វើជាទឹកប្រទាលកន្ទុយក្រពើខ្ញុំអាចយកវាទៅឆ្នៃផ្សេងទៀតបានច្រើនទៀតហើយប្រទាលកន្ទុយក្រពើនេះនៅក្នុងតម្លៃនៅក្នុងទីផ្សារអាចថាគេលក់នៅក្នុង1 គីឡូគេអាចថាបានបាន 4000 ទៅ 5000 ទៅតាមហាងឆេងនៃការលក់នៅលើទីផ្សារអញ្ចឹងណាប៉ុន្តែចំពោះខ្ញុំមិនដែលខ្វល់ទេបងប្អូនគេទិញខ្ញុំ 10000 នេះខ្ញុំលក់ឲ្យគេដល់ 4-5 គីឡូគឺអត់ដែលខ្វល់ពីតម្លៃហ្នឹងទេអញ្ចឹងសង្ឃឹមថាបងប្អូនរីករាយនៅក្នុងការតាមដានទស្សនានៅវីដេអូមួយនេះហើយកុំភ្លេចចូលចុច like subscribe នៅលើ channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីផ្ដល់ជាកម្លាំងចិត្តឲ្យខ្ញុំនៅក្នុងការធ្វើវីដេអូថ្មីបន្តទៀតថតចែកម្លែកពីតំណាំនៅស្រុកសេបងប្អូនបានរីករាយតាមដានទស្សនាបន្តទៀតអញ្ចឹងសរុបមកវិញនៅវីដេអូនេះគឺខ្ញុំចង់មកថតពីប្រទេសកន្ទុយក្រពើនេះឲ្យបងប្អូនមើលក៏ដូចជាប្រាប់បងប្អូនអំពីតម្លៃនៃការសិក្សារៀនសូត្រឲ្យបងប្អូនអរគ្នាខិតខំរៀនសូត្ររៀនអ្វីដែលថ្មីអញ្ចឹងណាបងប្អូនអរគ្នាចឹងអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការតាមដានទស្សនានៅវីដេអូមួយនេះខ្ញុំបាទសូមអរគុណបងប្អូនអរគ្នាជូនពរបងប្អូនអរគ្នាមានសុខភាពល្អខ្ញុំបាទសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបន្តទៀតសូមអរគុណ